សូមជម្រាបសួរបងប្អូនប្រិយមិត្តក្នុង YouTube ទាំងអស់ខ្ញុំបាទ Channel រទ្ធីយូណាសូមស្វាគមន៍នៅបងប្អូនបន្តទៅនេះសូមបងប្អូនបន្តស្ដាប់ប្រវត្តិសាស្ត្រខ្មែរសម័យចតុមុខដូចតទៅ 1. បានជាក្សត្រខ្មែរធ្វើការផ្លាស់ប្ដូររាជធានីពីក្រុងអង្គរមកភាគកណ្ដាលប្រទេសព្រោះនៅពេលនោះប្រទេសចិនបានអនុវត្តនយោបាយលើវិស័យពាណិជ្ជកម្មយ៉ាងខ្លាំងនៅតាមកំពង់ផែអាស៊ីអាគ្នេយ៍ពេលនោះអង្គរនៅឆ្ងាយពីសមុទ្រមិនអាចធ្វើជំនួញបានព្រោះការធ្វើជំនួយស្ថិតនៅតាមតំបន់មាត់សមុទ្រដូចនេះកម្ពុជាក៏ផ្លាស់ប្ដូររាជធានីពីអង្គរមកតាំងនៅទន្លេចតុមុខវិញដែលជាកន្លែងប្រសព្វគ្នា4មុខនិងជាទីប្រជុំនៃអ្នកធ្វើពាណិជ្ជកម្មតាមដងទន្លេមេគង្គចុះទៅសមុទ្រចិនឬក៏ឡើងមកទៅមុខវិញស្របពេលនោះកម្ពុជាមានបញ្ហាផ្សេងផងក៏ធ្វើការផ្លាស់តូពីអង្គរមកចតុមុខវិញព្រោះពេលនោះគឺជាសម័យធ្វើពាណិជ្ជកម្មជាមួយចិនឥណ្ឌានិងពួកអឺរ៉ុបដូចជាបច្ចុប្បន្ននេះកម្ពុជាត្រូវតែចូលជាសមាជិកនៃសមាគមអាស៊ានអញ្ចឹងដែរហេតុផលសេដ្ឋកិច្ចគឺពង្រឹងការធ្វើពាណិជ្ជកម្មតាមផ្លូវទឹកហើយការផ្លាស់ប្ដូរទីតាំងពីមជ្ឈមណ្ឌលកណ្ដាលរបស់កម្ពុជាគឺជាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមផ្លូវសមុទ្ររបស់ចិនជាមួយអាស៊ីអាគ្នេយ៍ជាពិសេសអាស៊ីអាគ្នេយ៍ដីគោកកម្ពុជាត្រូវរកតំបន់ផ្លូវទឹកដែលជាប់ជាមួយសមុទ្រដើម្បីធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយបរទេសនេះឯងព្រោះសម័យកាលនេះគេធ្វើពាណិជ្ជកម្មតាមសមុទ្រនិងទន្លេធំជាមួយប្រទេសចិនអឺរ៉ុបឥណ្ឌានិងអាស៊ីមួយចំនួនកំពុងផែធំពេលនោះគឺអយុធ្យានិងម៉ាឡាកា 2. ឈ្មោះថាទន្លេច្រាប់ឈាមក្រោយការកសាងរាជធានីរួចគេហៅថាទន្លេ4មុខដែលប្រសព្វដោយទន្លេមេគង្គលើទន្លេមេគង្គក្រោមទន្លេបាសាក់និងទន្លេសាបរាជធានីរបស់ព្រះបាទញីយ៉ាតក្រោយពីសាងសង់រួចទ្រង់ប្រទាននាមព្រះនគរថាក្រុងចតុមុខមង្គលសកលកម្ពុជាធិបតីសេរីធរ PWN បាត់បូរីរដ្ឋរាជសីមាមហានគរ 3. ព្រះបាទញីយ៉ាតមានបុត្រ3អង្គគឺ 1. នារីរាជារាជបុត្រអ្នកមនាងទេវីខ្លះថាបុត្រអ្នកមនាងសៀមស្រងៀមរុស៊ីសាញាម 2. ស្រីរាជារាជបុត្រអ្នកមនាងបទុមកេសរខ្លះថាបុត្រអ្នកមនាងច័ន្ទឬច័ន្ទ 3. ធម្មរាជារាជបុត្រអ្នកមនាងសៀមស្រងៀមស៊ីសាញាម 4. ទ្រង់សុគតនៅឆ្នាំ1466គោសដោយជារារោគក្នុងព្រះជន្មាយុ70វស្សាព្រះនារីរាជាសោយរាជបន្តពីបតាបានតែ6 វស្សាពីឆ្នាំ1463 1469សទ្រង់ប្រឈួនក៏សោយទីវង្គតទៅ 5. ព្រះបាទស្រីរាជាឡើងសោយរាជនៅឆ្នាំ1469ទ្រង់ឡើងសោយរាជដោយសារតែព្រះស្រីសុរិយោទ័យដែលជាបុត្រនារីរាជានៅវ័យក្មេងពេកពួកនាម៉ឺនមន្ត្រីសូមយាងព្រះសិរីជាឲ្យឡើងសោយរាជស្នងព្រះជាថាតែម្ដងទ្រង់មាននាមសម្រាប់រាជថាព្រះរាជជំការព្រះស្រីរាជារាមាធិបតីធម្មគវរតោបរមមហាចត្រាធិរាជព្រះបរមនាថមហាពិត 6. ព្រះបាទស្រីរាជាជាអ្នករំដោះទឹកដីខ្មែរនៅភាគខាងលិចជាទឹកដីខ្មែរព្រះអង្គមានមន្តសការជាខ្ពស់ចេះស្ដាយស្រណោះទឹកដីប៉ែកខាងលិចដែលបានបាត់បង់ដោយសារសៀមរឹបអូសលេបត្របាក់យកកន្លែងទៅ 7. ឆ្នាំ1475ការរំដោះនេះមិនបានជោគជ័យទេព្រោះដោយសារមានវិបត្តិរាជវង្សកើតឡើងហើយវាបានផ្ដល់អត្ថន័យជាប្រវត្តិសាស្ត្រដូចជាឲ្យចេះស្ដាយស្រណោះទឹកដីដែលបានបាត់បង់កន្លងទៅស្វែងយល់ពីវីរភាពរបស់ព្រះបាទស្រីរាជានិងលើកតម្កើងស្មារតីព្រះអង្គដែលតែងតែចិញ្ចឹមចិត្តដឹកនាំប្រទេសជាតិឲ្យថ្កុំថ្កាំងរុងរឿងញាក់ស្មារតីកូនខ្មែរជំនាន់ក្រោយឲ្យចេះស្រង់បទពិសោធន៍ប្រវត្តិសាស្ត្រពីវិបត្តិរាជវង្សខ្មែរដែលធ្វើឲ្យផលប្រយោជន៍ជាតិរលាយអស់ 8. ការរំដោះទឹកដីខ្មែរភាគខាងលិចមិនបានជោគជ័យព្រោះនៅពេលដែលព្រះបាទស្រីរាជាកំពុងវាយរំដោះខេត្តនៅភាគខាងលិចព្រះបាទទូទៃរាជាបានក្បត់រាជសម្បត្តិហើយបានគ្រប់គ្រងដែនដីភាគខាងកើតហើយព្រះបាទធម្មរាជាបានគ្រប់គ្រងដែនដីនៅភាគកណ្ដាលខាងភ្នំពេញចំណែកព្រះបាទស្រីរាជាបានលើកកងទ័ពមកវិញដោយបោះបង់ចោលខេត្តទាំងអស់នោះហើយគ្រប់គ្រងទឹកដីនៅភាគខាងជើង 9. ព្រះស្រីសុរិយោទ័យត្រូវបានតែងតាំងជាអ្នកប្រមូលស្បៀងឧបត្ថម្ភសមរភូមិមុខកាលព្រះស្រីរាជារំដោះខេត្តភាគខាងលិចតែទ្រង់មានគំនិតក្បត់ហើយគេចខ្លួនរាជធានីចតុមុខទៅបំបះបំបោរប្រជារាស្ត្រនៅត្រើយខាងកើតទន្លេធំទន្លេមេគង្គក្សត្រអង្គនេះបានបង្កទ័ពវាយដណ្ដើមយកខេត្តជាច្រើនមកត្រួតត្រាមានខេត្តស្រីស្ឈរត្បូងឃ្មុំបាភ្នំដូនណៃស្វាយទៀបបន្ទាប់មកទ័ពរបស់ព្រះបាទស្រីសុរិយោទ័យបានទន្ទានយកខេត្តភាគខាងជើងខ្លះទៀតដូចជាកំពង់សៀមស្ទឹងត្រង់ជើងព្រៃបារាយណ៍ជាដើមបណ្ដាទឹកដីដែលកងទ័ពព្រះបាទស្រីសុរិយោទ័យទន្ទ្រានយកបានរើបានបង្កើតតំបន់អប់គុំមួយដែលមានឈ្មោះថាអាណាចក្រខ្មែរខាងកើតដែលមានរាជធានីស្រីស្ឈរពេលបានកាន់កាប់ទឹកដីមួយភាគធំហើយព្រះបាទស្រីសុរិយោទ័យបានប៉ុនប៉ងរៀបទ័ពចេញទៅស្កាត់ផ្លូវព្រះបាទស្រីរាជាជាម្ចាស់ទឹកដីថែមទៀតសូមអរគុណដែលបានស្ដាប់សូមបងប្អូនបន្តស្ដាប់ភាគ2បន្តទៀត